ពន់ទៅនឹងនយោបាយផ្ទៃក្នុងរបស់ថៃគឺនៅពេលដែលថៃត្រៀមបាទឥឡូវនេះកំពុងតែត្រៀមហើយសប្តាហ៍ទី1ខែកុម្ភៈ2026នឹងមានការបោះឆ្នោតជាតិនៅប្រទេសថៃប៉ុន្តែបើសិនជាគណៈបកស្និទ្ធនឹងរាជានិយមស្និទ្ធនឹងយោធារបស់លោកអានូទីននេះបាទគឺគណៈបកភូមិใจថៃនេះគាត់មើលឃើញថាគាត់នៅមិនអាចទទួលបានប្រជាប្រិយភាពគ្រប់គ្រាន់នឹងអាចឈ្នះឆ្នោតទេគាត់នឹងអាចលេងល្បែងសង្គ្រាមឈ្លានពានមកលើកម្ពុជាជាថ្មីបាទនៅពេលដែលប្រទេសមានសង្គ្រាមនោះការបោះឆ្នោតនឹងត្រូវពន្យាបាទនឹងត្រូវពន្យាក្នុងពេលណាមួយដោយអត់មានការកំណត់ពីព្រោះលោកបានចូលរាជវាំងហើយបានជួបឃើញគៀវរកិច្ចផងដែរជាមួយនៅលោកប្រយុទ្ធច័ន្ទឧច្ចាបាទប្រហែលជាអាចទទួលនៅគេហៅថាការណែនាំមួយចំនួនរបស់លោកប្រយុទ្ធច័ន្ទឧច្ចាហើយព្រោះលោកប្រយុទ្ធច័ន្ទឧច្ចាធ្វើរដ្ឋប្រហារហើយមិនបានបោះឆ្នោតទេពជាបាទគ្រប់គ្រងប្រទេសរាប់ឆ្នាំបាទ4-5ឆ្នាំហើយនោះទម្រាំបានរៀបចំឲ្យមានការបោះឆ្នោតអីឡើងវិញដូច្នេះទេអាចជាមេរៀនមួយដែលគាត់រៀនពីលោកប្រយុទ្ធច័ន្ទឧច្ចាពីព្រោះជាក្រុមគេទេបាទក្រុមតែមួយទេនេះគឺពាក់ព័ន្ធទៅនឹងការបើកការឈ្លានពានមកលើកម្ពុជាជាថ្មីជាលើកទី3ដើម្បីពជាមិនឲ្យមានការបោះឆ្នោតដើម្បីលោកអានូទីនអាចនៅជានាយករដ្ឋមន្ត្រីចាំផ្ទះឬក៏កាន់ជារាជរដ្ឋាភិបាលដដែលបាទដែលរួមគ្នាជាមួយនឹងកងទ័ពជាមួយនឹងរាជានិយម